បើយោងតាមកាសែត Reuters ចុះកាលពីថ្ងៃទី25 ខែសីហាម្សិលមិញនេះបានឲ្យដឹងថានាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយបន្ទាប់ពីការដាក់ពង្រាយដ៏យូរនៅមជ្ឈិមបូព៌ាកប៉ាល់ Lincoln ដែលបានចាក់ចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍មិនបានចូលចតនៅកំពង់ផែអស់រយៈពេលជាង200ថ្ងៃមកហើយបើតាមប្រភពដដែលនេះកប៉ាល់នេះមាននាវិកនិងកងម៉ារីនប្រហែល 5000 នាក់វានឹងទៅចតនៅក្នុងប្រទេសថៃសម្រាប់ការសម្រាកនិងកម្សាន្តបន្ទាប់ពីការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយរបស់កងទ័ពជើងទឹកថៃបាននិយាយថាក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកនឹងឈប់សម្រាកមួយរយៈពេលខ្លីនៅភាគខាងកើតប្រទេសថៃដើម្បីសម្រាកនិងស្ដារសុខភាពឡើងវិញដោយគ្មានសម្ពាធណាមួយកើតឡើងនោះទេកងទ័ពជើងទឹកថៃមិនបានបញ្ចេញឈ្មោះនាវាចម្បាំងទាំង3ឬផ្ដល់កាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចនោះទេដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាងកកមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេនាវា Lincoln បានចាក់ចេញពីកំពង់ផែ San Diego ដែលជាស្រុកកំណើតរបស់ខ្លួននៅក្នុងខែវិច្ឆិកាហើយក្រោយមកត្រូវបានបញ្ជូនបន្តទៅកាន់មជ្ឈិមបូព៌ាដើម្បីគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ប្រទេសថៃគឺជាដៃគូសន្ធិសញ្ញាតែមួយគត់របស់សហរដ្ឋអាមេរិកនៅអាស៊ីអាគ្នេយ៍ដីគោកដោយបានក្លាយជាសម្ព័ន្ធមិត្តសន្ធិសញ្ញាតាំងពីឆ្នាំ1954និងជាសម្ព័ន្ធមិត្តមិនមែនជាសមាជិក NATO ដ៏សំខាន់មួយចាប់តាំងពីឆ្នាំ2003យោធារបស់ប្រទេសទាំងពីររក្សាទំនាក់ទំនងយ៉ាងរឹងមាំសម្រាប់លោកអ្នកដែលពេញចិត្តនឹងតាមដានរាល់ព័ត៌មានជាតិនិងអន្តរជាតិលោកអ្នកអាចធ្វើការ scan QR code នេះដើម្បីជួយធ្វើការ Subscribe នៅក្នុង Channel ព័ត៌មានក្នុង YouTube របស់ខ្ញុំ